ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរអ្នកគ្រូមានលំហាត់មួយទាក់ទងទៅនឹងការពន្លាតកន្សោមដែលកន្សោមរបស់យើងនេះឃើញថាវាមានស្បែកគុណ3ចាកាលណាវាមានស្បែកគុណ3បែបនេះគឺយើងធ្វើដោយកាលដែលយើងរៀនពីស្បែកគុណ2ដូចគ្នាកាលពីយើងមានរូបឧទាហរណ៍មុនគឺទាក់ទងទៅនឹង a ដក b លើកជាការ៉េនិង a បូក b លើកជាការ៉េដូច្នេះនៅក្នុងលំហាត់នេះគឺយើងទាក់ទងទៅនឹងរូបមន្តសម្ភារ a ដក b លើកជាគៀបនិង a បូក b លើកជាគៀបចា៎ចេះលេខដែលនៅខាងក្រៅវងកញ្ចក់ដូចយើងឃើញស្រាប់ហើយគឺមានលេខ4ហើយនិងលេខ2ចា៎ដូច្នេះចំពោះលេខ4និងលេខ2នេះគឺយើងអត់ទាន់គុណចូលទៅក្នុងវងកញ្ចក់ទេគឺយើងរក្សាទុកដដែលសិនចា៎យើងដំបូងគឺយើងត្រូវបំបត្តិគីបឲ្យវាសិនដែលលំហាត់របស់យើងនេះគឺយើងឃើញថា x ដក2លើកជាគីបនេះយើងប្រើតាមរូបមន្ត a គីបដក 3a ការ៉េ b បូក 3ab ការ៉េដក b គីបចឹងយើងឃើញថាតួ a យើងគឺ x ពេលដែលយើង a គីបយើងយកតួ x នេះលើកជាគីបកាលណា x លើកជាគីបទៅបាន x គីបហើយដកនឹង 3a ការ៉េ b ដូច្នេះ3គឺ3រូបមន្ត a យើងគឺ x ដូច្នេះ 3a ការ៉េ b គឺ3គុណនឹង x ការ៉េគុណនឹង2ជាចម្លើយស្មើនឹង 6x ការ៉េបន្តមកទៀតគឺតួទី3បូក 3ab ការ៉េដូច្នេះ 3a គឺ3គុណ x b យើងលេខ2 2លើកជាការ៉េ4ដូច្នេះ3គុណនឹង4ស្មើនឹង 12x ចំណែកតួចុងក្រោយគឺជាតួ b គីបដោយសារតែ b យើងគឺលេខ2យើងលើកជាគីបទៅបាន8ចាដូច្នេះយើងបានកន្លែងនេះសង្ឃឹមថាបងប្អូននឹងយល់នេះគឺជាតួ a គីបនេះជាតួ 3a ការ៉េ b នេះជាតួ 3ab ការ៉េនេះជាតួ b គីបបន្តមកទៀតយើងបានកន្លែងនេះគឺដក2នេះរក្សាទុកដដែលបន្ទាប់មកខាងក្នុងវងកញ្ចក់នេះគឺយើងប្រើតាមរូបមន្ត a បូក b លើកជាគីបដែល a បូក b លើកជាគីបគឺចម្លើយយើងស្មើនឹង a គីបបូក 3a ការ៉េ b បូក 3ab ការ៉េបូកឲ្យ b គីបចាតួ a យើងគឺ 2x ដល់ពេលយើង a គីបយើងយក 2x ហ្នឹងទៅលើកជាគីប2គីបស្មើ8 x គីបស្មើនឹង x គីបតួបន្តទៀតបូកនឹង 3a ការ៉េ b a យើងគឺ 2x ដូច្នេះពេលដែលយើងលើកជាការ៉េទៅបាន 4x ការ៉េពេល 3a ការ៉េ b គឺយក3ទៅគុណនឹង4ឃើញ12ហើយ b យើងលេខ1 12គុណ1ឃើញ12ដដែលហើយ x ការ៉េនេះនៅដដែលតួទី3គឺបូក 3a b ការ៉េម្ដងបូក 3ab ការ៉េហើយ b យើងលេខ1កាលណាលើកជាការ៉េទៅ1ដដែល 3a គឺ3គុណ2គឺស្មើនឹង6 6គុណ1ស្មើនឹង6ដដែលហើយចុងក្រោយគឺបូកនឹង b គីប b យើងគឺលេខ1លើកជាគីបទៅគឺស្មើ1ដដែលចាក្រោយពីយើងពលាតតាមសមភាពយើងរួចហើយបានយើងចាប់ផ្ដើមគុណលេខដែលនៅខាងក្រៅវងកញ្ចក់ចូលចាយើងឃើញថា4គុណនឹង x ការ៉េបាន4x 4គុណនឹង x គីបបាន 4x គីប4គុណនឹងដក6បានដក 24x ការ៉េ4គុណជាមួយនឹង 12x នេះបានបូក 48x 4គុណនឹងដក8បានដក32ចាឬហើយគុណតទៀតដក2គុណនឹង 8x គីបបានដក 16x គីបដក2គុណនឹងបូក12បានដក 24x ការ៉េដក2គុណជាមួយនឹង6ចេញដក 12x ដក2គុណជាមួយ1បានដក2ចាគុណពលាតអស់ហើយយើងមើលតួដូចគ្នាតួដែលមាន x គីបមាន 4x គីបជាមួយនឹងដក 16x គីបយើងយកមីគុណវាទៅដកគ្នាមក4ដក16ចម្លើយស្មើនឹងដក12x គីបរក្សាទុកដដែលមើលដូចក្រេតទី2 x ការ៉េ 24x ការ៉េដូចនឹងដក 24x ការ៉េដូចនឹងដក 24x ការ៉េចាយើងមានដក 24ជាមីគុណទី1មីគុណទី2ដក 24ដូចគ្នាដក 24ហើយដក 24ទៀតចម្លើយស្មើនឹងដក 48x ការ៉េរក្សាទុកដដែលមើលដូចក្រេតទី1តួ x 48x ជាមួយនឹង 12x 48ដក 12ចម្លើយស្មើនឹង 36x ចាតួដែលអត់មាន x មាន 32x ដក 32ដក 2ដក 32ហើយដក 2ទៀតចម្លើយស្មើនឹងដក 34អញ្ចឹងយើងមើលមានតួណាដូចគ្នាទៀតទេចាអស់ហើយមានន័យថាចម្លើយយើងគឺស្មើនឹងប៉ុណ្ណេះចាសង្ឃឹមថាបងប្អូននឹងយល់ទាក់ទងទៅនឹងការគុណពលាតកន្សោមបែបនេះ